ផលក្នុងដុំថ្មមួយក៏អត់មានកម្មអត់មានផលកម្មផលនៅតែជាមួយមនុស្សណាអំពីការផលិតកម្មដោយការសាងកុសលឬក៏អកុសលហើយផលរបស់កម្មគឺសុខហើយនឹងទុក្ខតែប៉ុណ្្នឹងឯងឃើញទេកម្មគឺល្អនិងអាក្រក់ផលគឺសុខនិងទុក្ខណាឬក៏ឧបេក្ខាទៀតទេប៉ុន្តែអាចង់និយាយថាសុខទុក្ខចឹងចាកម្មល្អក៏ឲ្យសុខទៅកម្មអាក្រក់ក៏ឲ្យទុក្ខទៅចុះថ្ងៃខែមានឲ្យសុខឲ្យទុក្ខអីញាតិញោមលើថ្ងៃនេះពេលនេះយើងមកស្ដាប់ធម៌យើងមានគិតអាក្រក់ពីនរណាទេមានចង់ទៅជេរនរណាទេក្នុងចិត្តយើងល្អទេល្អអញ្ចឹងយើងមិនទទួលស្គាល់ថាល្អមិនមែនទេល្អមែនណាពិចារណាទៅឃើញចិត្តល្អមែនណាត្រង់នឹងហើយដែលជាអានិសង្សនៃការស្ដាប់អានិសង្សនៃបុណ្យកុសលដែលធ្វើឲ្យយើងអស់កង្វល់នោះណាថ្មទៅបរាប់បាន3ឯមិញទី1សុតាំងសុតាំងសនាតិទី2សុតាំងប្រយោតពេតិទី3កាំងខੰវិហនតិទី4ទិដ្ឋੰឧជុងករោតិស្ដាប់យូរទៅការតម្រង់ទិដ្ឋិគឺការជឿការទុកចិត្តការតម្កល់ចិត្តនឹងត្រង់ទៅតាមកម្មផលទិដ្ឋੰគឺទិដ្ឋិការយល់ឧជុងឲ្យត្រង់ករោតិនឹងធ្វើណាធ្វើទិដ្ឋੰនោះទៅទិដ្ឋិឧជុងឲ្យត្រង់ក៏ប៉ុន្តែបើយើងស្ដាប់មិនដើម្បីតម្រង់ទិដ្ឋិទេដូចគ្នានឹងយើងលេបថ្នាំអត់ចង់ឲ្យជាអញ្ចឹងណាលេបជាលេបទៅមិនដឹងថ្នាំអីគេឲ្យលេបទៅលេបទៅអាហារអីក៏មិនតំអត់ព្រមសិក្សាអត់ព្រមស្ដាប់អវត្តគ្រូពេទ្យនឹងថាត្រូវធ្វើអីខ្លះឧទាហរណ៍ពេទ្យគេឲ្យលេបអញ្ចឹងទៅគេឲ្យតំនេះផងតំនោះផងយើងលេបដែរប៉ុន្តែយើងអត់តំសួរថាថ្នាំនឹងមានប្រសិទ្ធភាពទេអត់ទេណាអញ្ចឹងធម៌ដែលសំដែងនឹងសំដែង5តែកន្លែងខ្លះត្រូវតកន្លែងខ្លះត្រូវតែបន្ថែមកន្លែងខ្លះត្រូវតែជំរះមែនទេក្នុងជីវិតយើងហ្នឹងដូចគ្នានឹងអ្នកជំងឺអញ្ចឹងបើមានឈឺហើយពេលប្រាប់ថាណែអាហារនេះវាប៉ះពាល់ដល់សុខភាពត្រូវតអាហារនេះមានវីតាមីនច្រើនត្រូវខំពិសាហើយថ្នាំនេះត្រូវលេបផ្ដាច់មេរោគវាទាល់តែធ្វើតាមគ្រូពេទ្យអញ្ចឹងបានសុខភាពនឹងក៏ចម្រើនរោគក៏ជាស្ដាប់ធម៌ក៏ដូចគ្នាទិសដៅគឺដើម្បីកម្ចាត់បងកិលេសញាតិញោមត្រូវដឹងថានៅពេលដែលយើងកើតទុក្ខគ្មានរឿងអីទេគឺកិលេសក្នុងចិត្តរបស់យើងនឹងដែលធ្វើឲ្យយើងកើតទុក្ខព្រះអរហន្តទាំងឡាយដែលឈ្មោះថារួចពីអន្តមេរួចពីសេចក្តីទុក្ខទាំងឡាយគ្មានរួចពីអីទេគឺរួចអំពីកិលេសសោតាសកតាអនាគាព្រះអរហន្តដែលយើងធ្លាប់ឮហ្នឹងណាគ្មានបញ្ញត្តិទៅលើអីទេគឺបញ្ញត្តិទៅលើបុគ្គលណាដែលលះកិលេសបានលះកិលេសបានខ្លះហៅថាសោតាទៅធ្វើកិលេសឲ្យស្រាលតិចទៀតហៅថាសកតាទៅអស់កិលេសខ្លះទៀតហៅថាអនាគាអស់កិលេសអលិញហៅថាអរហន្តហ្នឹងហើយយល់ហ្នឹងហើយវាគ្មានទៅរកស្អីទៅរកគុណធម៌ណាទៅបញ្ចូលឲ្យលោកគ្មានទេគឺដោយសារអស់កិលេសដូចគ្នានឹងមនុស្សចឹងកាលណាអស់មេរោគក្នុងខ្លួនគេហៅថាមនុស្សជាឃើញទេសុខភាពភាពជាមិនចាំបាច់ទៅទិញឯណាទេយើងទិញថ្នាំមិនមែនទិញសុខភាពទេយើងទិញថ្នាំគឺទិញថ្នាំដើម្បីកម្ចាត់មេរោគនៅពេលដែលមេរោគចេញពីខ្លួនហើយភាពជាក៏វានឹងបានឧទាហរណ៍មួយយ៉ាងទៀតដូចនៅក្នុងទឹកល្អក់មួយកែវអញ្ចឹងយើងមិនចាំបាច់ទៅស្វែងរកទឹកឯណាទៀតទេយើងគ្រាន់តែច្រោះទឹកនឹងឲ្យថ្លាយកកកចេញឲ្យអស់ទឹកនឹងប្រកាសជាថ្លាស្លាប់គោសាជូហ្នឹងហើយដាក់សាជូទៅគោទៅកាលណាកកធ្លាក់ទៅក្រោមអស់យើងស្រិតយកកកចេញអស់ទឹកនឹងប្រកាសជានៅទឹកថ្លាយ៉ាងណាមិញបតីរបស់ព្រះអរហន្តទាំងឡាយដូចគ្នាដូចយើងទាំងឡាយក៏ដូចលោកការដែលមិនតាន់សម្រេចដូចគ្នានៅពេលដែលអរិយមគ្គមិនតាន់កើតឡើងនៅគិតអាក្រក់ខឹងក្រោធលោភលន់វង្វេងដូចគ្នាអញ្ចឹងនៅពេលដែលលះកិលេសអស់ហើយក៏ខ្លាយទៅជាព្រះអរហន្តដូចអង្គុលីមៀលញាតិញោមស្គាល់ធ្លាប់ឮទេមុនដំបូងមិនចាញ់បោកគេមែនទេទៅសម្លាប់មនុស្សដោយចិត្តមោហៈដោយចិត្តលមោបលោភលន់ចង់បានមុនវិជានៅពេលដែលជួបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីទោសនៃសង្សារវដ្តហើយលោកក៏លះបង់នៅអំពើទាំងឡាយហ្នឹងចោលមិនមែនត្រឹមតែលះបង់អំពើទាំងឡាយហ្នឹងទេចិត្តគុំគួនអាធិធព្យាបាទកិលេសសូម្បីបន្តិចបន្តួចក៏ត្រូវកម្ចាត់បង់អស់ពីសន្តានចិត្តរបស់លោកអញ្ចឹងនៅពេលនោះគេហៅលោកថាជាបុថុជនឬក៏ជាព្រះអរហន្ត
ជាព្រះអរហន្តអញ្ចឹងមិនមែនបានដោយពលិកម្មអ្វីទាំងអស់បានដោយការលះបង់នៅកិលេស